ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូថ្ងៃដំបូងចេញរួមម្ហូបរបស់ខ្ញុំហើយបងប្អូនដោយសារតែថ្ងៃនេះខ្ញុំសម្រាប់ពីការងារអញ្ចឹងអត់តាណាទេបងប្អូនអញ្ចឹងគឺមានតែទៅវាស្រែដើម្បីស្វែងរកក្តាមរកខ្យងរងកែបដើម្បីធ្វើម្ហូបបងប្អូនថ្ងៃនេះគាត់ទៅដល់វាស្រែគឺជួបមីងម្នាក់នៅក្នុងភូមិគឺគាត់កំពុងតែរកម្ហូបដែរបងប្អូនពីអ្នកគាត់នេះនៅវាស្រែកំពុងតែកកាយដើររកក្តាមរកខ្យងឲ្យបងប្អូនបានគឺអត់ដឹងទេឃើញថាបន្ទាប់ពីពួកខ្ញុំចំណាយពេលអស់ចិត្តកន្លះថ្ងៃនេះឃើញថាអត់មានបានអ្វីក្រៅពីក្តាមទេបងប្អូនកែបអត់បានខ្យងអត់បានដែរបងប្អូនហើយក្តាមគ្រាន់តែយើងបានភ្លាមបងប្អូនហើយគឺយកមកដល់អត់មានចាំយូរទេគឺយកមកដល់ជ្រក់យកតែម្ដងបងប្អូនគឺដាក់ទឹកត្រីហើយជ្រក់លាយគ្រឿងច្របាច់ក្រូចឆ្មានេះឃើញថាមើលទៅទំនងណាស់បងប្អូនអើយញ៉េកបន្ទះហិលបន្ទាប់ពីយើងបានម្ហូបស្រែហើយក្មួយស្រីគាត់មកពីអាដុងអញ្ចឹងគឺគាត់មានបកាមានម្ហូបអីមកពីផ្សារអញ្ចឹងទៅគាត់ក៏ទេហៅបូកគីឡូហើយបងប្អូននេះឃើញថាបាយថ្ងៃត្រង់បងប្អូនគាត់ទេហៅថាពូខ្ញុំមានបកាអញ្ចឹងពូមានក្តាមអញ្ចឹងយើងទៅជួបគ្នាបាយថ្ងៃត្រង់បងប្អូនអញ្ចឹងឃើញថាម្ហូបយើងមានសពគ្រប់អស់ហើយបកាក៏មានក្តាមក៏មានគ្រឿងក្លែមក៏មានអញ្ចឹងគឺយើងនៅខ្វះតែជាក់ទេបងប្អូនអញ្ចឹងពេលជួបជុំគ្នានិយាយរឿងក្នុងចិត្តគឺអត់មានអីទេគឺមានតែប៉ុណ្ណឹងគឺមានតែពិភាក្សានិយាយរឿងពីនេះពីនោះចឹងទៅយើងដាក់ជាក់ម្នាក់មកកំប៉ុងពីកំប៉ុងចឹងទៅហើយបន្ទាប់ពីយើងសង្វឹងសូមបកស្រាយបទចម្រៀងមួយបទដោយមានចំណងជើងថាបងពីមុនឈួតបាត់ហើយពីរួមមិនបរោះសូមបងប្អូនរីករាយស្ដាប់ដូចតទៅបាទបាទនេះបងឯងសូមឲ្យជួយកាមេរ៉ាមែនជាពិសេសអរគុណសម្រាប់អ្នកថតបងក្បត់អូនតែពេលនេះគេក្បត់បងបងនៅស្រឡាញ់ទូគេដេញឲ្យបងទៅតែមិនចេញស្មោះមិនចេញធ្វើមនុស្សត្រឹមត្រូវអូមិនឲ្យបងនៅធ្វើមនុស្សស្មោះដែរបែកគេក៏ដឹកអូនសុំទៅស្មួននៅរឿងគ្រប់យ៉ាងដែលពីមុនគេកានពេលមានពេលពីលនស្រ័យដល់ពេលនេះដឹងខ្លួនក៏ជាពេលមិនអាចក្បល់ចិត្តចង់បកត្រៃដែរតែសានក្បល់អូមិនមែនទៅទេរួមបង